សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងសៀងវីដេអូថ្មីប្រធានបទថ្មីតោះស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ប្រធានបទថ្មីអញ្ចឹងថ្ងៃនេះវីដេអូយើងចម្លែកតិចក៏ដងឃើញតែទៅដើរលេងប៉ុន្តែវីដេអូលើកនេះគឺមករៀបចំបន្ទប់ទទួលភ្ញៀវផ្ទះជួលថ្មីនិយាយទៅគឺខ្ញុំអត់មានបានហៅគេ decor អីទេគឺសម្ភារៈអីទាំងអស់គឺខ្ញុំ select ទិញនៅក្នុងថោប៉ៅមកទាំងអស់ picture ហើយយើងសម្រាប់ចិត្តថារៀបចំមិនតាមអ្វីដែលខ្ញុំស្រឡាញ់អញ្ចឹងហើយសម្រាប់អីវ៉ាន់ទី1ដែលអ្នកទាំងអស់គ្នាឃើញខ្ញុំពុំតម្លើងហ្នឹងគឺជាទូដាក់ស្បែកជើងហើយទូដាក់ស្បែកជើងហ្នឹងគឺពេលដែលខ្ញុំទិញមកគឺខ្ញុំ expect ទៅតាមរូបភាពដែលឃើញមកខ្ញុំគិតថាវាដាក់ស្បែកជើងបានច្រើនវាដាក់មួយជួរបាន3គូតែជាក់ស្ដែងខ្ញុំយកមកដល់ជាន់ខ្លះខ្ញុំដាក់បាន1គូជាន់ខ្លះខ្ញុំដាក់បាន2គូហើយខ្ញុំក៏បានឆែកជាមួយនឹងអ្នកលក់ដែរប៉ុន្តែអ្នកលក់គឺគាត់និយាយតែមួយម៉ាត់ទេគាត់ថាគាត់ថោស៊ីអាហ្នឹងគាត់អត់ចំណេញច្រើនទេអញ្ចឹងជួយយកយល់ផងទៅព្រោះຂະຫນាតវាតែប៉ុណ្្នឹងហើយខ្ញុំក៏គិតថាអូខេអាចថាមកពីកំហុសយើងពេលដែលយើងកំងយើងអត់បានទៅមើលអាຂະຫນាតនេះយកមកវាស់ជាមួយស្បែកជើងជាក់ស្ដែងយ៉ាអាហ្នឹងជាបទពិសោធន៍មួយដែលចង់ចែកម្លែកដល់អ្នកទាំងអស់គ្នាហើយសម្ភារៈទី2នេះគឺជាធ្នើតាំងយើងអាចនិយាយថាធ្នើដាក់សភៅជាក់ស្ដែងនៅពេលដែលខ្ញុំទិញហ្នឹងវាជាធ្នើដាក់សភៅទេប៉ុន្តែខ្ញុំយកមកច្នៃវាយើងមិនត្រឹមតែដាក់សភៅទេយើងអាចសល់ជាន់ខ្លះយើងរៀបចំដាក់ជាវត្ថុអនុស្សាវរីយ៍អីមួយចំនួនដែរអញ្ចឹងដោយសារតែខ្ញុំសបោអាវត្ថុអនុស្សាវរីយ៍អាទូចហ្នឹងដែលគេឲ្យមកវាច្រើនដល់ពេលអញ្ចឹងទៅយើងអត់មានកន្លែងដាក់យើងគួរតែដាក់កន្លែងហ្នឹងហើយសភៅគឺសភៅសម្រាប់អាននៅកន្លែងបន្ទប់ទទួលភ្ញៀវហ្នឹងគឺខ្ញុំអត់ដាក់ច្រើនទេខ្ញុំដាក់តែសភៅណាចាំបាច់តែត្រូវអានអីអញ្ចឹងវាអត់ពេញមកធ្នើទាំងអស់ហ្នឹងឯងអញ្ចឹងវាអាចមានតែត្រឹម2ជាន់អីដែលខ្ញុំរៀបបានអញ្ចឹងរវ៉ាន់ដែលរៀបទាំងអស់គឺអ្នកទាំងអស់គ្នាឃើញដូចសភៅអញ្ចឹងគឺខ្ញុំរៀបតាមលំដាប់បែបហ្នឹងតាមជាន់បែបហ្នឹងហើយប៉ាគាត់ពងឈរមើលដែរអញ្ចឹងគាត់ឲ្យរៀបមិនគឺយើងរៀបតាមគាត់ដែរអញ្ចឹងណាព្រោះដោយសារដៃគាត់កំពុងកាន់បើមិនរៀបតាមទេគឺបំពោះនឹងត្រូវហើយគឺត្រូវថ្មោងហើយអញ្ចឹងយើងបានជាទូតាំងមួយជាទូសភៅជាធ្នើសភៅជាធ្នើតាំងអីវ៉ាន់ឬក៏តាំងជាប្រភេទតុក្កតារូបវត្ថុអនុស្សាវរីយ៍នៅក្នុងផ្ទះអូខេអញ្ចឹងចូលដល់អីវ៉ាន់ទី3ហ្នឹងគឺប្រភេទទូតាំងទូដែលយើងដាក់ទូទស្សន៍ហ្នឹងពេលដែលខ្ញុំកំងហ្នឹងគឺគេមាន free តម្លើងប៉ុន្តែដោយសារតែយើងមិននៅចិនយើងនៅខ្មែរអញ្ចឹងអ្នកដែលជួយតម្លើងហ្នឹងគឺគេអត់អាចមកតម្លើងឲ្យយើងនៅខ្មែរកើតទេអញ្ចឹងនៅពេលដែលពួកខ្ញុំតម្លើងហ្នឹងមានគ្នា3នាក់ជាមួយប៉ាជាមួយនឹងប្អូនបានជួយតម្លើងគ្នាទៅតម្លើងបានជោគជ័យហើយតម្រាំបានជោគជ័យហ្នឹងគឺខ្ញុំត្រូវឆាតទៅសួរអ្នកលក់ច្រើនដោយសារតែគេសំបីតែវីដេអូបញ្ជាក់ប្រាប់ពីរបៀបតម្លើងហ្នឹងក៏អត់មានដែរអញ្ចឹងយើងត្រូវសិក្សាខ្លួនឯងដោយសារតែវាមានខ្ចៅខ្យងអីច្រើនមែនតើហ្មងហើយបំណែកច្រើនមែនតើតែចុងក្រោយគឺយើងធ្វើវាបានទេហើយបើនិយាយពីក្រុមហ៊ុនដឹកជញ្ជូនវិញដឹកជញ្ជូន logistics ដែលដឹកមកស្រុកខ្មែរហ្នឹងក៏រៀងចាប់ដែរដោយសារតែអីវ៉ាន់ពេលដែលមុនខ្ញុំដាក់ឲ្យគាត់ដឹកមកគាត់ថាគាត់ដឹកមកបានមកផ្ទះខ្ញុំបានចុងក្រោយគាត់តម្លាក់ត្រឹមវិរៈបុណ្យឋានហើយក៏ឲ្យវិរៈបុណ្យឋានដឹកមកតហើយវិរៈបុណ្យឋានឆាចខ្ញុំពីលើនឹងទៀតអញ្ចឹងរីកមិនអ្នកទាំងអស់គ្នានៅពេលដែលវ៉ាន់អីក៏ដោយអ្នកទាំងអស់គ្នាគួរតែឆែកសួរបញ្ជាក់ឲ្យច្បាស់ជាមួយនឹងខាង logistics របស់អ្នកទាំងអស់គ្នាជៀសវាងដូចខ្ញុំអញ្ចឹងគេគុំតែខ្ញុំឆាតច្បាស់ហើយកុំអីហ្នឹងទាលុយខ្ញុំលើសទៀតម្លងតែ2ថ្ងៃទៀតហ្នឹងដល់ថ្ងៃចូលឆ្នាំចិនទៀតហើយអញ្ចឹងមុនចូលឆ្នាំចិនខ្ញុំរៀបចំដេកនជាងនៅខាងក្រោយទូទួលហ្នឹងដោយសារតែឲ្យមានហុងស៊ុយមានអីអញ្ចឹងដូចតាមស្ដាប់មើលទៅឆ្នាំហ្នឹងដូចជាត្រូវជាមួយនឹងពណ៌ក្រហមពណ៌លឿងទៅជាមួយពណ៌ច្រើនណាអញ្ចឹងសម្រាប់ខ្ញុំឃើញដេកមាននេះវាស្អាតវាបិទថៃណាមួយវាអត់សូវធ្ងន់ទេអញ្ចឹងយើងបិទជាប់នឹងអញ្ចឹងទៅអូខេហើយអីវ៉ាន់ហ្នឹងខ្ញុំកំងពីថោប៉ៅដែរហើយខ្ញុំកំងហ្នឹងគឺដាក់តាម KA99 អញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំរីកមិនដែរចេះបើសិនជាអីវ៉ាន់ហ្នឹងវាតម្លៃប៉ាវាយគ្នាអីទេរើសយកអាដឹក direct មកខ្មែរមកវាអត់ញ៉ៃញ៉ៃដោយសារតែដឹក direct មកខ្មែរគឺភាគច្រើនគេអត់សូនសាញរឿងទីតាំងខ្ញុំឆ្ងាយឬក៏អីទេគឺគេដឹងតែដឹកមកដល់ផ្ទះតែម្ដងណាស់តាអីវ៉ាន់ខ្លះដែលគេសូនសាញច្រើនអញ្ចឹង
រីករាយចូលឆ្នាំចិនទាំងអស់គ្នាកុំភ្លេចជួយ subscribe វីដេអូរបស់ស្រាំងផងណាជួបគ្នានៅវីដេអូបន្តទៀតបាយបាយ再见